អូខេសួស្តីគ្នាយើងទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញទៅកាន់អ្នកទាំងអស់គ្នាតទៅជាមួយនឹងការចូលទៅ cancel ទៅលើ friend ដែលយើង request យើង add ទៅគេដែលគេអត់បាន reply យើងណាគេអត់បាន confirm យើងណាអញ្ចឹងគ្នាយើងអាចធ្វើតាម step មួយទៅតាមខ្ញុំនេះបានដំបូងនេះយើងចូលទៅកាន់ Facebook យើងហើយបន្ទាប់មកយើងចូលទៅកាន់ profile របស់យើងមកនៅក្នុង profile របស់យើងបន្ទាប់មកយើងអុសទៅរកពាក្យ friend អញ្ចឹងយើងចុចកន្លែង friend ហ្នឹងមកហើយកន្លែងនេះដែរយើងមានទាំងចង់និយាយថាគេ add មកយើងដែរប៉ុន្តែយើងអត់បាន confirm គេអត់បាន confirm យើងអញ្ចឹងទៅអញ្ចឹងដើម្បីចូលទៅ check មើលថាអ្នកណាខ្លះដែលយើងបាន add ទៅរាប់ឆ្នាំហើយដែលគេអត់ confirm យើងណាអញ្ចឹងយើងចុចកន្លែងនេះកន្លែង see all បន្ទាប់ពី see all នឹងហើយអ្នកទាំងអស់គ្នាចុចកន្លែងសញ្ញាចុច3ខាងលើនេះចុច3ខាងលើនេះវានឹងដាក់ view send request ហើយអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញច្រើនមែនតើដែល friend ដែលយើងបាន add ទៅរាប់ឆ្នាំអីហើយប៉ុន្តែគាត់អត់ confirm យើងទេអញ្ចឹងយើងអាចចុចពាក្យ cancel បានយើងអាច cancel request នឹងវិញបានអញ្ចឹងណាអញ្ចឹងគ្នាយើងអាចធ្វើតាម step មួយនេះទៅអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណហើយអ្នកទាំងអស់គ្នាចង់ដឹងអ្វីដែលថ្មីបន្ថែមទៀតអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនឹងបានតាក់ទងជាមួយនឹង Facebook អរគុណ